ម៉ោងពេលសម្រាប់យើងត្រូវចេះបាទយកពេលវេលាហ្នឹងទៅធ្វើរឿងមានប្រយោជន៍បាទហាត់ប្រាណនៅព្រលឹមឡើងយើងក្រោកមកយើងហាត់ប្រាណទៅហាត់ប្រាណយើងមើលមុនហាត់ប្រាណយើងផឹកទឹកបាទខ្ញុំប្រាប់ពីរបៀបហាត់ប្រាណមុនហាត់ប្រាណយើងក្រោកមកផឹកទឹក1លីត្រពុះទទេហ្នឹងណាបាទហើយបើយើងអាចបានយើងផឹកទឹកដែលមានក្រូចពណ៌លឿងដើម្បីក្តៅហើយយើងទុកអូនទៅយើងច្របាច់ក្រូចលឿងហ្នឹងទុកដាក់ចូលទាំងសបកទាំងទឹកហ្នឹងទៅបាទមានតសក់បាទមានបរះមានគល់សក្រីមានស្លឹកតយមានខ្ទឹមសមានខ្ទឹមបារាំងបាទដាក់ចូលទៅហើយយើងយកទឹកហ្នឹងយកមកផឹកបាទបន្ទាប់ពីផឹកហើយយើងយកកាកហ្នឹងយកមកហូបទៀតបាទហ្នឹងវាជួយកម្ចាត់ជាតិពុលបាទពុះទទេហ្នឹងមុនពេលទៅហាត់ប្រាណហ្នឹងយើងផឹកទឹកចឹងទៅមុនពេលគេងយើងផឹកចឹងទៀតក៏អត់អីដែរបាទហើយទឹកសយើងធម្មតាហ្នឹងបាទទឹកបរិសុទ្ធហ្នឹងណាយើងដាក់ធុងចម្រុះក៏ដោយអីក៏ដោយឲ្យតែវាល្អស្អាតយើងផឹកទៅនឹងជួយការពារសុខភាពយើងដែរជៀសវាងកកជៀសវាងវាប៉ះពាល់តម្រងនោមយើងហងៃយើងរស់បានដោយសារតម្រងនោមបាទបើអត់មានតម្រងនោមទេបាទបញ្ចេញជាតិពុលទៅវាទៅអត់រួចបាទវាច្រាលជាតិពុលក្នុងខ្លួនអញ្ចឹងវាកាំងបេះដូងកាំងទាំងអស់ជាតិទឹកអីចឹងហើយវាទៅជាហើមទៅជាពុលវល់ពេញខ្លួនប្រាណអញ្ចឹងយើងការពារតម្រងនោមឲ្យមែនតើបាទការពារថ្លើមការពារសួតការពារកាពះបេះដូងការពារខួរក្បាលឲ្យមែនតើបាទថ្មិញបាក់ទាំងអស់យើងអាចដាក់បានប៉ុន្តែបើបេះដូងពិការខួរក្បាលពិការបាទអានឹងបានណាបាទដៃជើងពិការអូខេអាចរស់នៅបានប៉ុន្តែយើងប្រយ័ត្នជាងគេគឺតម្រងនោមបេះដូងហើយនឹងខួរក្បាលយើងពិការខួរក្បាលពិការហ្នឹងមានន័យថាមានជំងឺនៅក្នុងហ្នឹង stress បាក់ទឹកចិត្តអីហ្នឹងក៏អត់ល្អដែរអញ្ចឹងសរុបមកការហាត់ប្រាណមួយមុខវាជួយយើងបាន20%ហើយមហូបក្រៅពីហ្នឹងគឺការកំសាន្តបាទការគេងលក្ខណៈវាជួយយើងបាន80%អញ្ចឹង8 បូកនឹង20នៃការហាត់ប្រាណអញ្ចឹងវាជួយឲ្យយើងសុខភាពល្អ